អាចកំបាំងនៃប្រាសាទពីរ៉ាមីតស្នាដៃដ៏អស្ចារ្យដែលគ្មានអ្នកណាអាចពន្យល់បានច្បាស់ប្រាសាទពីរ៉ាមីតនៃអេស៊ីបគឺជាអាចកំបាំងមួយដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រអ្នកបុរាណវិទ្យានិងអ្នកសិក្សាពី30ដល់សព្វថ្ងៃនេះនៅតែពិបាកយល់ដឹងខាងក្រោមនេះគឺជាអាចកំបាំងដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់វា1ការសាងសង់ដែលមិនអាចពន្យល់បានដោយបច្ចេកវិទ្យាសម័យបុរាណប្រាសាទពីរ៉ាមីតខឿន Great Pyramid of Giza ដែលសាងសង់ឡើងកាលពី2500ឆ្នាំមុនមានភាពត្រឹមត្រូវដ៏អស្ចារ្យភ្លុកថ្មរងមានទម្ងន់80តោនហើយមានចំនួនជាង 2.3 លានភ្លុកគម្លាតរវាងភ្លុកថ្មមានភាពជិតស្និទ្ធត្រឹមតែ 0.5 មីលីម៉ែត្រស្មើនឹងសន្លឹកក្រដាសមានការតម្រឹមជាមួយទីដៅទាំង4ដោយមានកំហុសត្រឹមតែ 0.05 សំណួរតើអេស៊ីបបុរាណអាចសាងសង់វាដោយរបៀបណាដោយគ្មានម៉ាស៊ីនរូបករណ៍ឆ្លាត2ថាមពលអាចកំបាំងនៃពីរ៉ាមីតអ្នកស្រាវជ្រាវជាច្រើនជឿថាពីរ៉ាមីតមិនមែនគ្រាន់តែជាផ្នូររបស់ព្រះរាជាប៉ុណ្ណោះទេប៉ុន្តែវាអាចជាឧបករណ៍បច្ចេកវិទ្យាខ្ពស់ទម្រង់ធរណីមាត្រសម្បែកចំហៀងរបស់ពីរ៉ាមីតឆ្លុះពន្លឺព្រះអាទិត្យដូចកញ្ចក់ហើយអាចទាក់ទងនឹងថាមពលវិទ្យុសកម្មទីតាំងពិសេសពីរ៉ាមីតខឿនស្ថិតនៅត្រង់ចំណុចកណ្ដាលភូមិសាស្ត្រនៃដីគោកពិភពលោកបន្ទប់អាចកំបាំងការស្រាវជ្រាវបច្ចុប្បន្នរកឃើញបន្ទប់ទំនេរនៅខាងក្នុងពីរ៉ាមីតដោយបច្ចេកវិទ្យា Scan Pyramids 3. ទ្រឹស្ដីស្មុគស្មាញអំពីអ្នកសាងសង់គឺទ្រឹស្ដី aliens ឬអរិយធម៌ដ៏ឆ្ងាយអ្នកខ្លះជឿថាពីរ៉ាមីតត្រូវបានសាងសង់ដោយ alien ឬអរិយធម៌ដ៏ឆ្ងាយដោយសារបច្ចេកវិទ្យាសាងសង់ដ៏ស្មុគស្មាញក្នុងរឿងព្រេងអេស៊ីបមានយក្សឈ្មោះ Thoth ដែលជាអ្នកបានផ្ដល់ចំណេះដឹងដល់មនុស្សទ្រឹស្ដីអំពីថាមពលបុរាណអ្នកវិទ្យាសាស្ត្រខ្លះសង្ស័យថាពីរ៉ាមីតអាចជាឧបករណ៍ចម្លងថាមពលឬឧបករណ៍ទំនាក់ទំនងជាមួយចាវី4អាចកំបាំងដែលនៅមិនទាន់បានដោះស្រាយរបៀបដឹកជញ្ជូនភ្លុកថ្មតើអេស៊ីបបុរាណដឹកថ្មរងឆ្លងកាត់វាលខ្សាច់ដោយរបៀបណាហេតុសាររបស់ពីរ៉ាមីតហេតុអ្វីពីរ៉ាមីតទាំង3នៅជាសតម្រឹមជាមួយផ្កាយរណបរបស់អូស៊ីរីស Orion's Belt សារសម្ងាត់នៅក្នុងពីរ៉ាមីតតើមានអ្វីកំពុងលាក់ក្នុងបន្ទប់ដែលមិនទាន់រកឃើញ5សេចក្តីបញ្ចប់ប្រាសាទពីរ៉ាមីតនៅតែជាស្នាដៃដ៏អស្ចារ្យបំផុតរបស់មនុស្សឬអរិយធម៌ដទៃដែលនៅតែជាអាចកំបាំងទោះបីជាមានការសិក្សាជាច្រើនក៏ដោយក៏គ្មាននរណាអាចពន្យល់បានច្បាស់អំពីរបៀបសាងសង់វាដោយរបៀបណានោះទេពីរ៉ាមីតគឺជាសៀវភៅបុរាណដែលសរសេរដោយថ្មហើយយើងនៅតែមិនអាចអានវាបានច្បាស់អ្នកយល់ថាតើពីរ៉ាមីតត្រូវបានសាងសង់ដោយអ្នកណាបើអ្នកចង់ដឹងបន្ថែមអាចស្រាវជ្រាវតាមឯកសារ Ancient Aliens ឬអត្ថបទវិទ្យាសាស្ត្រអំពីពីរ៉ាមីត